ហេតុអ្វីបានជាយើងនិយាយថាអ្វីកើតឡើងសុទ្ធតែមានហេតុផលខ្ញុំសូមចែករំលែករឿងមួយដែលអាចជួយឲ្យអ្នកយល់ពីអត្ថន័យនៃពាក្យនេះកាលពីយូរលង់ណាស់មកហើយមានស្ដេចមួយអង្គដែលចូលចិត្តធ្វើដំណើរក្នុងចំណោមប្រជារាស្ត្រដែលមិនបង្ហាញអត្តសញ្ញាណពិតរបស់ព្រះអង្គឡើយទីប្រឹក្សាជិតស្និទ្ធបំផុតរបស់ស្ដេចតែងតែអមដំណើរជាមួយព្រះអង្គជានិច្ចអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាខ្លាំងហើយតែងតែពិភាក្សានិងជជែកអេញដោតអំពីរឿងរ៉ាវផ្សេងៗស្ដេចតែងតែជំទាស់នឹងទស្សនៈវិជ្ជមានរបស់ទីប្រឹក្សាប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងទេទីប្រឹក្សាតែងតែឆ្លើយថាអ្វីដែលកើតឡើងសុទ្ធតែកើតឡើងដើម្បីធ្វើឲ្យអ្វីទាំងនោះល្អបំផុតថ្ងៃមួយខណៈកំពុងបរបាញ់ក្នុងព្រៃស្ដេចបានបាញ់ខ្លារខិនមួយក្បាលនៅពេលព្រះអង្គចុះពីលើសេះដើម្បីទៅយកសត្វដែលបាញ់បាននោះខ្លារខិនដែលរបួសបានប្រឹងវាយប្រហារលើកចុងក្រោយហើយខាំដាច់ម្រាមកូនដៃរបស់ស្ដេចមួយស្ដេចឈឺចាប់និងខឹងយ៉ាងខ្លាំងក៏ហៅទីប្រឹក្សាមកផឹកស្រាជាមួយដើម្បីរៀបរាប់ទុកព្រួយរបស់ព្រះអង្គប៉ុន្តែទីប្រឹក្សាគ្រាន់តែញញឹមហើយនិយាយថាព្រះករុណាសូមទ្រង់កុំព្រួយព្រះハរតីអីអ្វីដែលកើតឡើងសុទ្ធតែកើតឡើងដើម្បីធ្វើឲ្យអ្វីមួយល្អបំផុតប៉ុណ្ណោះស្ដេចខឹងជាខ្លាំងហើយមានបន្ទូលថាបើយើងបញ្ជាឲ្យគេចាប់ឯងដាក់គុកឥឡូវនេះតើឯងនៅតែនិយាយបែបនេះទៀតឬទីប្រឹក្សានៅតែញញឹមហើយឆ្លើយថាប្រសិនបើនេះជាព្រះរាជបំណងរបស់ព្រះករុណានោះទូលបង្គំនៅតែជឿថាវាកើតឡើងដើម្បីអ្វីដែលល្អបំផុតស្ដេចកាន់តែខឹងហើយបញ្ជាឲ្យយកទីប្រឹក្សាទៅដាក់គុកភ្លាមមួយខែក្រោយមកបន្ទាប់ពីរបួសរបស់ព្រះអង្គជាសះស្បើយស្ដេចបានសម្រេចធ្វើដំណើរម្ដងទៀតលើកនេះព្រះអង្គធ្វើដំណើរតែអង្គឯងចូលទៅក្នុងតំបន់ដាច់ស្រយាលនៅក្នុងព្រៃនៅទីនោះព្រះអង្គត្រូវបានកុលសម្ព័ន្ធមួយចាប់ព្រះកាយពួកគេកំពុងរៀបចំពិធីបូជាមនុស្សថ្វាយព្រះរបស់ពួកគេនៅថ្ងៃច័ន្ទពេញបរមីបន្ទាប់នៅពេលស្ដេចប្រឈមមុខនឹងស្ថានភាពដ៏គ្រោះថ្នាក់នេះគ្រូធ្មប់របស់កុលសម្ព័ន្ធបានសង្កេតឃើញថាស្ដេចបាត់ម្រាមដៃមួយដោយភ័យខ្លាចគាត់បាននិយាយថាមនុស្សនេះមិនមែនជាយ៉ាញ់បូជាដ៏ល្អឥតខ្ចោះទេប្រសិនបើយើងបូជាគាត់ព្រះជាម្ចាស់នឹងខឹងភ្លាមនោះកុលសម្ព័ន្ធក៏ដោះលែងស្ដេចបានត្រឡប់ទៅព្រះរាជវាំងវិញដោយនៅរស់រានមានជីវិតប៉ុន្តែមានអារម្មណ៍រន្ធត់យ៉ាងខ្លាំងព្រះអង្គបានបញ្ជាឲ្យដោះលែងទីប្រឹក្សាចេញពីគុកហើយអញ្ជើញគាត់មកចូលរួមពិធីជប់លៀងស្ដេចលើកកែវស្រាលឡើងហើយនិយាយថាពាក្យរបស់អ្នកពិតជាត្រឹមត្រូវមែនប្រសិនបើយើងមិនបាត់ម្រាមដៃទេយើងប្រកាសជាត្រូវគេបូជាទៅហើយប៉ុន្តែចុះអ្នកវិញអ្នកចាប់គុកអស់មួយខែតើរឿងនោះអាចល្អបំផុតសម្រាប់អ្នកដោយរបៀបណាទីប្រឹក្សាផឹកស្រាមួយក្អឹករួចឆ្លើយដោយស្ងប់ស្ងាត់ថាព្រះករុណាប្រសិនបើទូលបង្គំមិននៅក្នុងគុកទេទូលបង្គំនឹងបានទៅជាមួយព្រះអង្គហើយនៅពេលដែលកុលសម្ព័ន្ធឃើញថាព្រះអង្គមិនស័ក្តិសមសម្រាប់ការបូជាទេពួកគេប្រកាសជាបែរមកចាប់ទូលបង្គំខ្ញុំជាម្ចាស់ជំនួសវិញជាក់ជាមិនខានស្ដេចសើចយ៉ាងរីករាយហើយមានបន្ទូលថាអ្នកបាននិយាយត្រូវតាំងពីដំបូងមកម្លេះពិតជាអ្វីទាំងអស់កើតឡើងសុទ្ធតែមានហេតុផលរឿងនេះរំលឹកយើងថានៅពេលជួបការលំបាកយើងមិនគួរបាត់បង់ក្តីសង្ឃឹមឬផ្ដោតតែលើបញ្ហាចំពោះមុខនោះទេផ្ទុយទៅវិញយើងគួរមើលទៅមុខរក្សាភាពវិជ្ជមាននិងជឿជាក់ថាសូម្បីតែនៅក្នុងពេលលំបាកបំផុតក៏អាចមានផែនការដ៏ប្រសើរមួយដែលកំពុងរង់ចាំយើងនៅខាងមុខដែរ